bao chụp bay đòn về có chra hay cái lọ bông ôn lọ pra lọ bọ lọ cần đít lọ ai á lọ mình tên bà anh អំពីមូលដ្ឋានគ្រឹះក្នុងការរៀនឧបករណ៍ខ្សែមួយបាទឬក៏ខ្សែឯកណាបងប្អូនបាទគឺបាទឧបករណ៍នេះបាទគឺកម្រមែនតើបាទដែលពុកម៉ែបងប្អូនជាទីស្រឡាញ់រួមគ្នាថែអាលើកស្ទួយសាមគ្គីលើកស្ទួយបាទឥឡូវនេះ ខ្ញុំហើយនឹងប្អូនអ្នកភ្លេងខ្សែមួយខ្សែឯកហ្នឹងសូមបាទឥឡូវសូមជំរាបជូនថាឧបករណ៍ខ្សែឯកនឹងកម្របងប្អូនហើយក៏ខ្ញុំក៏មានផលិតដែរបាទផលិតប្រកបទៅដោយគេហៅថាទំនុកចិត្តណាទំនួលខុសត្រូវបាទប្រកបដោយល្អមែនទែនបងប្អូនបាទគឺប្រភេទឈើនេះគឺឈើកញ្ញូងក្រហមណាបងជាមន់ណាបាទហើយបាទគឺថាឃ្លោកនេះគឺល្អមែនទែនបាទឃ្លោកបាទឥឡូវនេះខ្ញុំសូមប្រាប់អំពីមូលដ្ឋានគ្រឹះការដាក់តើបងប្អូនតើដាក់ខ្សែឌីវមកដាក់ខ្សែឌីវដំបងកាន់តែម៉េចមើលដៃចេះហើយដៃបសូរនៅលើនេះបាទដាក់លើខ្សែបាទដាក់លើខ្សែឥឡូវបរៀនលំហាត់មូលដ្ឋានគ្រឹះទី1មុននឹងចូលដល់បទធ្វើយ៉ាងម៉េចវិញបាទមួយទៀតសូមយឺតជាងនឹងតិចមកបាទបាទនេះជាមូលដ្ឋានគ្រឹះបន្តិចបាទជូនពុកម៉ែបងប្អូនដែលជាទីស្នេហានៃវប្បធម៌ខ្មែរយើងរួមគ្នាថែរក្សាវប្បធម៌ដ៏កម្របាទពេលនេះសូមជូនបទអ្វីមួយក្នុងការមូលដ្ឋានគ្រឹះក្នុងការបទរៀនដំបូងផុតសូមយឺតណាបាទបាទអូអបអរសាទរនៅបទនេះឈ្មោះថាបទចៅព្រាមបាទចៅព្រាមបាទបទនេះល្អមែនទែនបងប្អូនអាចសំណំមែនទែនបងប្អូនឧបករណ៍នេះដាក់នៅផ្ទះគឺថាល្អខ្ចង់ត្មងបងប្អូនហើយកាលណាយើងដាក់នៅក្នុងផ្ទះទៅបានកូនចៅស្គាល់ថាឧបករណ៍នេះគឺឧបករណ៍ខ្សែឯកក៏ខ្សែមួយដែលពុកម៉ែបងប្អូនតែងតែផន់ច្រឡំថាយើងតែងតែហៅរួមគ្នាថាខ្សែឌីវប៉ុន្តែមិនមែនទេគឺឧបករណ៍ខ្សែឯកឬក៏ខ្សែមួយបាទអរគុណច្រើនពុកម៉ែបងប្អូនតែងតែគាំទ្រនិងលើកទឹកចិត្តនិង
ជួយជ្រំជ្រែងដាក់តុបតែងតាំងតាមផ្ទះនៅឧបករណ៍បុរាណខ្មែរយើងផ្សេងហើយយើងខ្ញុំនឹងខិតខំប្រឹងប្រែងសម្រិតសម្រាំងឲ្យកាន់តែល្អឥតខ្ចោះសម្រាប់ពុកម៉ែបងប្អូនក្នុងនាមរួមឈាមចូលជាខ្មែរថែរក្សាវប្បធម៌អរគុណមែនទែននៅទឹកចិត្តបាទជាទីស្រឡាញ់របស់ពុកម៉ែបងប្អូនសម្រាប់សិល្បៈឧបករណ៍បុរាណខ្មែរយើងអ្នកភ្លេងក៏មានបេះដូងពុកម៉ែបងប្អូនក៏មានបេះដូងអញ្ចឹងស្រឡាញ់រួមគ្នាថែសាររួមគ្នានោះបាទនៅតាមផ្ទះតាមលក្ខណៈគ្រួសារណាពុកម៉ែបងប្អូនអរគុណមែនទែនបាទអរគុណណាស់បាទនៅជ្រាលជ្រៅក្នុងការចូលរួមនេះបាទហើយស្គរដៃក៏មានបងប្អូនណាស្គរដៃរៀងកត្រេតស្អាតណាបាទរៀងសំណំចបៃដងវែងក៏មានកូនចបៃតូចក៏មានជំទើក៏មានគេហៅថាជំទង់ក៏មាននឹងពេញវ័យក៏មានពេញខ្នាតពេញកំឡោះពេញកមុំក៏មានដែរចបៃដងវែងនេះបាទគឺថាកឌីទៅល្អមែនតើពុកម៉ែបងប្អូនបាទអរគុណច្រើនក្នុងការចូលរួមគ្រប់គ្រងបងប្អូនណាចង់ចបៃក៏បានចង់ទ្រក៏បានទ្រសោទ្រអ៊ូតខេខឹមក៏បានដែរបាទនេះបាទនេះបាទទ្រសោប្រភេទឈើក្រញូងណាបងប្អូនបាទហើយឆ្អឹងណាបងប្អូនបាទអូល្អមែនតើបាទល្អណាស់បាទល្អបាទអរគុណ